យើងមានចំណេះដឹងហិរញ្ញវត្ថុហ្នឹងគឺជាការយល់ដឹងការចេះចាត់ចែងហិរញ្ញវត្ថុរបស់យើងឧទាហរណ៍ថាយើងមានចំណូលប្រមាណហើយយើងត្រូវចាយវិញប្រមាណហើយយើងត្រូវប្រើលើអីអ្វីដែលជាសំខាន់អ្វីដែលអត់សំខាន់ណាអាហ្នឹងគឺជាចំណេះដឹងទូទៅមួយដ៏សំខាន់បំផុតហើយណាបើសិនបើយើងខ្វះចំណេះដឹងហ្នឹងទោះបីយើងមានចំណូលប៉ុណ្ណាក៏ដោយទោះបីយើងមានចំណូលច្រើនប៉ុណ្ណាក៏ដោយក៏នៅតែអត់ល្អដែរសំការពីដើមឡើយក៏ចឹងដែរខ្មែរយើងអត់ទៅចូលចិត្តសន្សំទេខ្មែរយើងបើមានលុយយកទៅដាក់នៅក្នុងកំពង់អាស័យដាក់ក្រោមខ្នើយក្រោមកន្ទេលណាធ្វើអញ្ចឹងសេដ្ឋកិច្ចអត់រីកចម្រើនទេឥឡូវនេះស្ទើរតែទាំងអស់គ្នាអ្នកណាក៏មានលុយក្នុងកុងធនាគារដែរហើយអ្នកណាក៏មានប្រាក់នៅក្នុងធនាគារដែរតែមានតិចមានច្រើនទៅតាមម្នាក់អញ្ចឹងបានន័យថាការសន្សំនឹងមនុស្សម្នាក់គាត់ចេះច្រើនមែនទែនហើយណាហើយគាត់យល់ដឹងច្រើនមែនទែនរឿង financial ចំណេះដឹងហិរញ្ញវត្ថុហ្នឹងណាគាត់ដាក់លុយនៅក្នុងផ្ទះរបស់គាត់លុយនឹងអត់បានវិលទៅជួយសេដ្ឋកិច្ចទេហើយលុយនឹងរបស់គាត់នឹងដដែលនឹងក៏អត់បាន income ដែរបានចំណូលដែរបើសិនបើគាត់យកលុយដាក់នៅធនាគារគាត់ស្រួលធ្វើចលនាសាច់ប្រាក់របស់គាត់នឹងគាត់ធ្វើចលនាបានច្រើនហើយលុយទាំងអស់ហ្នឹងនៅក្នុងធនាគារអាចបង្វិលលុយហ្នឹងទៅជូនទៅឲ្យអ្នកណាដែលគាត់ត្រូវការបរិយាអាជីវកម្មនោះគឺលុយអាចជួយដល់សេដ្ឋកិច្ចជាតិជួយដល់ខ្លួនឯងជួយដល់សហគមន៍ទាំងមូល